នេះគឺជា amplifier MO5 ដែលជាប្រភេទ speaker studio monitor ដែលមានតម្លៃសមរម្យក្រោម$200ប៉ុន្តែវាមានលក្ខណៈពិសេសជាច្រើនគ្នាឆ្ងាយនៅនឹកស្រណងនឹកស្នាយដោយក្តីស្នេហ៍អាណិតមិនប្រែឡើយស្រីសូមចរណៃយល់ពីភក្តីស្នេហ៍ស្មងលំលៃស្នេហ៍amplifier MO5 មកជាមួយនឹងកម្លាំងសរុបរហូតដល់110 W ohms ឯណោះមិនថាការស្ដាប់ចម្រៀងមើលវីដេអូឬការកាត់តវីដេអូទេគឺដឹងតែអែមហ្មងតែក្នុងនោះវាបានប្រើប្រាស់ប្រព័ន្ធសំឡេង 3-way ដែលបែងចែកដាច់ពីគ្នាដោយគ្រប់គ្រង bass mid tweeter ដើម្បីបង្កើនសំឡេងមួយដែលច្បាស់បំផុតបន្ថែមពីលើគុណភាពសំឡេងនៅល្អវាបានបន្ថែមនៅប៊ូតុងសេរី low and high នៅផ្នែកខាងក្រោយដើម្បីឲ្យអ្នកប្រើប្រាស់អាចសេរីតាមចំណង់ចំណូលចិត្តបន្ថែមពីលើនេះអ្នកអាចក៏ភ្ជាប់វាទៅកាន់ទូរស័ព្ទតាមរយៈ Bluetooth 6.0 ដែលប្រើប្រាស់បច្ចេកវិទ្យា LDAC code ដើម្បីទទួលបានបទពិសោធន៍ស្ដាប់ភ្លេងកម្រិត High Res Audio ហើយក៏អាចភ្ជាប់ទៅកាន់ឧបករណ៍ច្រើនក្នុងពេលតែមួយចំណែករុនដោតវិញគឺសម្បូរបែបបំផុតដែលចាប់ផ្ដើមពី RAC, TRS, XLR និង AUX គឺមិនខ្វះរុនមួយណាឡើយបញ្ហាដ៏ធំរបស់បាសនេះគឺសភាពបន្ទប់ប៉ុន្តែ AM5 មានមុខងាររួម Acoustic Composition តាមរយៈកម្មវិធី Amplifier Connect App មិនថាបន្ទប់អ្នកមានសភាពបែបណាបាសនេះនឹងជួយសម្រួលកម្រិតសំឡេងឲ្យត្រូវនឹងទីតាំងរបស់អ្នកជានិច្ចដើម្បីទទួលបានការស្ដាប់កាន់តែល្អឥតខ្ចោះសរុបជ្រុងមក Amplifier MO5 គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកផលិតមេឌីកាអ្នកកាត់តវីដេអូអ្នកដែលស្រឡាញ់សលេងចេញមកច្បាស់អាចទិញមួយម៉ូដែលនេះពិតជាមិនខំម្ដងទេជាចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើ Amplifier MO5 នេះបងប្អូនរកទិញបាននៅលើ Facebook Page ដូចជា Creator Hub និង TikTok និងមានការធានាត្រឹមត្រូវពីក្រុមហ៊ុន